រដ្ឋហ្នឹងគឺយើងបង់ពន្ធបង់អីយកទៅជួយមន្ត្រីហ្នឹងគឺអត់ប្រយោជន៍តែម្ដងនិយាយទៅមកដល់ម៉ោងហ្នឹងបានយើងដឹងថាប្រព័ន្ធដឹកនាំរដ្ឋនេះអត់មានប្រយោជន៍ទេក្រសួងមន្ទីរទាំងអស់ហ្នឹងអត់មានប្រយោជន៍ប្រជាពលរដ្ឋអត់ទុកចិត្តអន្តរាគមន៍ត្រូវតែមានពីថ្នាក់លើមកបានចាប់ផ្ដើមរត់ចែកជន់ជើងគ្នាច្បាប់បើតើតែមានស្រែកពីថ្នាក់លើមកបានយើងគោរពយើងទៅដឹកនាំប្រទេសរបៀបនេះមួយលានឆ្នាំទៀតក៏កម្ពុជាអត់ទៅមុខរួចដែរវាមានតែលលាយលលុតទៀតទេព្រោះអីវាអត់ត្រូវការស្រែកពីលើព្រោះច្បាប់មានច្បាប់អាជ្ញាធរមានតាមលំដាប់ថ្នាក់ឃុំសង្កាត់គឺឲ្យប្រជាពលរដ្ឋត្រូវទុកចិត្តតាមកម្រិតឥឡូវអត់ទេឥឡូវលោកហ៊ុនម៉ាណែតគាត់អន្តរាគមន៍រឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺគ្រាន់ថាគាត់សរសេរសារចេះខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី27ខែមីនាឆ្នាំ2026នៅស្រុកមោងរស័យខេត្តបាត់ដំបងដែលមនុស្សចំនួន6នាក់ត្រូវបានស្លាប់រួមទាំងទារកនៅក្នុងផ្ទៃមេដានោះផងដែលបកកឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ឲ្យរត់គេចខ្លួនបាត់លោកហ៊ុនម៉ាណែតបន្តថាជាមួយនឹងការសម្ដែងការសោកស្ដាយដល់ជនរងគ្រោះមានបងប្អូនមួយចំនួនក៏បានសម្ដែងការព្រួយបារម្ភនឹងការដែលអ្នកប្រព្រឹត្តអាចមិនត្រូវបានទទួលទោសដោយសារតែមានគ្រួសារជាមន្ត្រីលោកថាជាដំបូងខ្ញុំសូមចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង6នាក់និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់នៅក្នុងករណីនេះខ្ញុំបានចេញប័ណ្ណបញ្ជាឲ្យឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធម៌និងឯកឧត្តមសថេតអគ្គស្នងការនគរបាលជាតិត្រូវធ្វើការស្រាវជ្រាវឲ្យម៉ត់ចត់បំផុតនិងរកឲ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដដែលបុកមនុស្សស្លាប់ទាំង6អ្នកនេះហើយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះលោកបញ្ចប់ថានៅក្នុងពេលជាមួយគ្នានេះដែរលោកក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពង់ខ្ពស់និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខលោកបន្តរំលឹកថាចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងដោយបានអនុវត្តនៅពេលកន្លងមកបាទអានេះគឺជាអន្តរាគមន៍របស់ថ្នាក់នាយករដ្ឋមន្ត្រីដែរនិយាយទៅណានិយាយបើសិនហើយទាំងអស់នេះបងប្អូនមែនតែនសរុបសេចក្តីមកវិញគឺជាការស្អំចិត្តទេធ្វើឲ្យប្រជាពលរដ្ឋហ្នឹងកុំឲ្យច្បោកច្បល់ពេកព្រោះអីអត់ទុកចិត្តចឹងទៅមានអន្តរាគមន៍គ្រប់ជាន់ថ្នាក់គាត់ថារូបភាពមួយគឺស្អំចិត្តប្រជាពលរដ្ឋរូបភាពមួយធ្វើឲ្យប្រជាពលរដ្ឋឬក៏យើងមើលជាទូទៅឃើញថាប្រព័ន្ធដឹកនាំរដ្ឋនេះគឺមានភាពមិនប្រក្រតីដែលមិនអាចធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តឬដោះស្រាយបញ្ហាអីបានទេព្រោះបញ្ហាអីមួយយើងត្រូវឲ្យរញ្ជួយគ្រប់ក្រសួងមន្ទីរដល់នាយករដ្ឋមន្ត្រីដល់រដ្ឋមន្ត្រីអីសពបែបយ៉ាងត្រូវតែចេញមកបានន័យថាអាជ្ញាធរមូលដ្ឋានមិនអាចធ្វើកិច្ចការងាររបស់ខ្លួនហេតុអីបានជាលោកសសុខាត្រូវការចេញសារហេតុអីបានជាលោកហ៊ុនម៉ាណែតត្រូវការចេញសារបានន័យថាទំនុកចិត្តទៅលើអាជ្ញាធរនគរបាលខេត្តបាត់ដំបងហ្នឹងគឺអត់មានទេព្រោះពួកគិតថាអសកម្មឬក៏មិនធ្វើបានប្រយោជន៍អីបើថ្នាក់លើមិនធ្វើមិនស្រែកគឺថ្នាក់ក្រោមហ្នឹងគឺដោយសារមានមន្ត្រីធំចេះទៀតផងចប់ហើយអានេះគឺជាដំបៅមហារាជមួយដ៏រីកសឹងថាលលួយខ្លួនអស់ហើយចឹងបានថាវាតតកែតម្រង់ស៊ីជម្រៅមែនតែនហើយការសកែតម្រង់ស៊ីជម្រៅនេះគឺវាអត់អាចធ្វើកើតដោយក្រុមបពពួកគ្នាគាត់អញ្ចឹងដដែលកើតទៀតទេបើនៅបន្តធ្វើដដែលនេះបពពួកកូនមន្ត្រីចេះតែដាក់លើកដាក់ឲ្យចូលកាន់នេះដំឡើងស័កនេះឲ្យតែគ្នាឯងគេអីដល់ពេលទៅសិតតែគ្នាឯងទាំងអស់ដល់ពេលអញ្ចឹងអ្នកណាទៅហ៊ានកាត់សាច់ស្អុយខ្លួនឯងហើយចាំមើលសូម្បីតែចាប់ជនអូក្រិតដែលជាអ្នកប្រព្រឹត្តហ្នឹងមកកាត់ទោសក៏ដោយហ្នឹងក៏មិនអាចធ្វើឲ្យប្រជាពលរដ្ឋហ្នឹងស្បើយរសាយផ្លូវចិត្តដែរព្រោះករណីហ្នឹងវាដដែលពួកអ្នកមានអំណាចណាដែលបានជាប់គុកយូរឯងយើងមើលទៅហើយយើងធ្វើឲ្យប្រជាពលរដ្ឋអត់ទុកចិត្តគ្រប់រឿងដូចរឿងអុកញ៉ាជួញដូរគ្រឿងញៀនត្រូវព្យួរកអីក៏ដោយយើងអត់មានច្បាប់ព្យួរកឯងបងប្អូនប៉ុន្តែទោសស្រាលបំផុតនិយាយពីអ្នកដែលតស៊ូអារឿងបរិស្ថានអារឿងកុំឲ្យគេលុបបឹងតមោកកុំឲ្យគេអភិវឌ្ឍនៅកោះកុងថ្មីខ្លះកោះកុងក្រៅអីខ្លាច់បាត់ដីប្រជាពលរដ្ឋខូចធនធានធម្មជាតិទៅឲ្យពួកឈ្មួញទុច្ចរិតអីឧទាហរណ៍ចាប់ដាក់គុកគ្មានថ្ងៃដោះលែងទេតែបើសិនជាអុកញ៉ាមហាមន្ត្រីអីពាក់ព័ន្ធនឹងគ្រឿងញៀនពាក់ព័ន្ធនឹងការសម្លាប់គ្នាអីដូចរឿងលោកថោងសារ៉ាត់ដូចរឿងលោកស្អីបងប្អូនលោកអើយភ្លេចឈ្មោះគាត់បាត់ហើយ
ណែអុកញ៉ាមួយគិតមេងនោះលួចដូចជាគិតមិញលីឯមិនដឹងទេខ្ញុំភ្លេចឈ្មោះអស់ហើយច្រើនពេកប៉ុន្តែអត់ទេជាប់ទោសមែនណាប៉ុន្តែទៅនោះបន្ទប់ VIP ណារហូតតថ្ងៃចេញអត់ដែលបានចូលក្នុងគុកមួយថ្ងៃទេអីចឹងទៅប្រជាពលរដ្ឋដឹងថាបើកាត់ទោសមិនដឹងកាត់ទោសយ៉ាងម៉េចពួកគាត់អាចទៅចាំមើលខ្ញុំហៅលោកគេវិសាលមកសម្ភាសម្ដងរឿងជីវិតនៅក្នុងពន្ធនាគារដែលក្រុមប្រឆាំងគេធ្វើអាម៉េចហើយក្រុមអ្នកមានលុយមានអំណាចគេធ្វើអាម៉េចបាទគឺថាក្នុងគុកនឹងច្បល់ដូចស្អីចឹងគឺចាប់មិនឈ្នះទេគឺថាអានៅក្រៅពុកលលួយមួយយ៉ាងអាក្នុងគុកនឹងពុកលលួយមួយយ៉ាងដល់អញ្ចឹងទៅប្រជាពលរដ្ឋអត់មានសង្ឃឹមអីសោះតែម្ដងអានេះហើយចឹងបានថារឿងនេះប្រជាពលរដ្ឋគេស្រែកយូរហើយតាមពិតណារឿងនេះកម្មពៀគណៈបកប្រជាជនកម្ពុជាដែរយករឿងប្រប៉ិនភ្នំមកទូលម្នាក់ឯងខ្ញុំពងតែឆ្ងល់ចោះលោកអត់ស្គាល់ទ្រឹស្ដីនៃភាសាខ្មែរដែលបដៅយើងពីដើមមកថាគ្នាច្រើនធ្វើឲ្យកិច្ចការងារស្រាលដែរទេយើងជួយគ្នាម្នាក់ម្ដាយម្ជើងហេតុអីបានជាយកអាទាំងអស់ហ្នឹងមកទូលម្នាក់ឯងរឿងជាតិមួយឲ្យតែគ្រួសារក្រុមបកពួកខ្លួនទូលម្នាក់ឯងតើអស់លោកវេទនាប៉ុណ្ណាទៅលំបាកប៉ុណ្ណាទៅហេតុអីក៏បូជាពលីអីក៏សម្បើមម្លេះចុះអ្នកដតីទៀត3លានអ្នកទៀតដែលគេធ្លាប់បោះឆ្នោតឲ្យគណៈបកប្រឆាំងមិនឲ្យគ្នាទូលខ្លះទៅបើមានការអីក៏ជួយច្អល់ដែរថាណ៎ឯងក៏ជួយកាន់អំណាចខ្ញុំដែរណាណ៎ឯងក៏ជាសមាជិកព្រឹទ្ធសភាជាសមាជិករដ្ឋសភាជាមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ណ៎ឯងក៏មានមន្ត្រីរបស់ណ៎ឯងធ្វើការក្នុងប៉ូលីសក្នុងក្រសួងយុតិធធក្នុងតុលាការដែរហេតុអីមកចោទតគណៈបកប្រជាជនម្នាក់ឯងថាធ្វើមិនកើតតែនេះអត់រំលាយគេចោលអស់យកមកដាក់ទូលតែខ្លួនឯងដល់ពេលមានរឿងអីគេបន្ទោសតែខ្លួនឯងមួយអាហ្នឹងគឺជាកម្មរបស់ខ្លួនឯងទេព្រោះអីអត់ចែកគេហើយដល់ពេលហើយអាផលបានមកខ្លួនឯងត្រូវហើយយកតែខ្លួនឯងអស់អាហ្នឹងគេជេរដែរដល់ពេលឥឡូវកម្មហ្នឹងក៏ខ្លួនឯងដែរអញ្ចឹងតើពេលណាដែលមិនព្រមរំលែកអាហ្នឹងខ្លះទៅហេតុអីបានជាយើងទូលធ្ងន់ទូលពេញក្បាលទៀបក្លៀកផងអាទូលពីលើផងរែកផងកដៀតផងស្អីផងហើយគេនៅពេញទឹកពេញដីគេចង់ជួយអត់ធាក់គេចោលរំលាយគេចោលទៀតថាអត់អីទុកឲ្យធ្វើតែឯងព្រោះអីវាបានលៀបសការៈបានប្រយោជន៍អីដែរពិបាកអីបន្តិចក៏ពិបាកអាហ្នឹងមិនមែនជាការជួយជាតិទេគឺបំផ្លាញជាតិទៅវិញព្រោះអីតែយើងច្រើនពេកធ្ងន់ពេកទៅជាតិនេះគឺវាទ្រាំខ្លួនណាវាអត់មានអ្នកណាជួយអីរឹងប៉ឹងដូចតកង់ឡានអញ្ចឹងណាបងប្អូនស្ដាប់កាសផងណែនិយាយទូរស័ព្ទផងបើកកាច់ចកោតឡានផងឡាយតែញ៉ែជាមួយស្រីស្នេហ៍ពេញឡានផងណាមួយអាដៃនឹងលូកហូបនំផងដល់អញ្ចឹងគ្នាអ្នកជិះក្នុងឡានហ្នឹងបារម្ភមែនតើថាចាស់ហេតុអីមិនជួយឲ្យគ្នាម្លែកខ្លះទៅព្រោះអីជីវិតអ្នកដំណើរផ្ញើលើតកង់ឡានហើយតកង់ឡានគឺគាត់អត់ខ្វល់គាត់ពឺតឯងសំពីងសំពងឯងយកតែមែនតើអានេះគឺជាការរំលោភបំពានសតិអារម្មណ៍ប្រជាពលរដ្ឋរំលោភសិទ្ធិអ្នកជិះដំណើរតាមយើងដែរព្រោះគ្នាក៏មានចំណែកនៅក្នុងរថយន្តនឹងដែរព្រោះអីដងផ្លូវហ្នឹងគឺយើងត្រូវការអ្នកបើករថយន្តហ្នឹងឲ្យជួយដល់ទីដៅមានសុវត្ថិភាពក៏ប៉ុន្តែអ្នកដំណើរអត់មានសិទ្ធិអីទាល់តែសោះហ្មងតកង់ចង់កាច់ចកោតទម្លាក់បឹងក៏បានអាហ្នឹងមើលទៅដូចរឿងមួយនៅក្នុងរូបភាពមួយនៅក្នុងឯកសារនៅលើ YouTube មកមានអ្នកបើកបរម្នាក់ដូចជានៅប្រទេសចិនឯងមិនដឹងទេនៅលើស្ពានមួយហើយមានអ្នកដំណើរម្នាក់ជាស្ត្រីមិនដឹងគាត់ឆ្លោះអីជាមួយអ្នកបើកបរនោះគាត់ទៅវាយដូចថាបតាយបតប់គ្នាជាមួយនឹងតកង់ឡានអត់ខ្វល់កាច់ចង្កូតទម្លាក់ទឹកបឹងទឹកស្ទឹងស្លាប់ទាំងអស់តែម្ដងអានេះហាយើងជីវិតអ្នកធ្វើដំណើរជាមួយគ្នាជួនកាលយើងឃើញទេការទទួលខុសត្រូវរបស់តកង់រថយន្តគឺសម្រាប់អ្នកដំណើរទាំងអស់ហើយបើពិបាកខ្លាំងងុយគេងប្រាប់គ្នាអ្នកជិះផងថាឥឡូវងុយគេងខ្លាំងណាស់មិនអាចកាន់ចង្កូតបានតោះរកកន្លែងសម្រាកបាត់ដៃបាត់ជើងឬក៏សម្រួលអេរយាប័តភាសាកាហ្វេមួយកែវទៅព្រោះអីជីវិតអ្នកដំណើរផ្ញើលើតកង់ឡានតែតកង់ឡានអត់ទៅចាំទៅទៀតងកក៏ងកអីក៏អីទៅព្រោះធ្វើម៉េចបើយើងវាជាថាគ្មានអ្នកណាអាចនឹងកាន់ចង្កូតនឹងបានយើងគិតថាយើងអត់មានអ្នកណាកាន់ចង្កូតនឹងបានណាថាអ្នកណាក៏ដោយឲ្យតែមកកាន់ចង្កូតនឹងគឺឡាននឹងដឹងតែធ្លាក់ជ្រុះហើយប៉ុន្តែខ្លួនឯងបើកទៅឃ្លៀងឃ្លោងពេញផ្លូវហើយអញ៉ែអញ៉ៃអញ្ចឹងទៅហើយទៅតាំងររឿងគេមិនទុកចិត្តគេថាគេអាចកាន់ចង្កូតបានវាមិនមែនអញ្ចឹងទេ
គឺយើងខំប្រឹងក្រាញនានាលនៅក្នុងការកាន់ចង្កូតដើម្បីយកអាលុយដែលបានមកពីអំពើពុករលួយបកពួកនិយមក្រុមអីហ្នឹងគឺបំផ្លាញចឹងក្រាញអំណាចហ្នឹងខ្លាចដល់ពេលគេកាន់ទៅយើងបាត់អាលៀបសក្ការៈហ្នឹងយើងគេអីអញ្ចឹងតែប៉ុណ្្នឹងទេមិនមែនស្រឡាញ់ជីវិតអ្នកធ្វើដំណើរទេបើយើងស្រឡាញ់ជីវិតអ្នកធ្វើដំណើរទី1យើងអត់និយាយទូរស័ព្ទទី2យើងអត់ពាក់កាសទី3យើងអត់ញ៉ាំនំអីអញ៉ែអញ៉ៃពេញទឹកពេញដីទី3គឺយើងត្រូវតែមានស្មារតីស្វាងគ្រប់ពេលគឺត្រូវតែផ្ចង់ហើយត្រូវដូរទៅកង់ផ្លូវឆ្ងាយណាស់យើងបើកឡានរាប់សិបម៉ោងហើយអត់ដូរទៅកង់ទៀតវាងុយងុកវាអស់កម្លាំងក្បួនច្បាប់ណាគេដូរដែរទៅកង់ហ្នឹងវាមិនមែនថាខ្ញុំប៉ាកែខ្ញុំត្រូវតែបើករហូត3យប់3ថ្ងៃអញ្ចឹងអត់ទេវាទៅអត់រួចអត់សម្រាកអត់អីអញ្ចឹងគ្នាអ្នកនៅក្នុងឡាននឹងធ្លាក់ជ្រុះស្លាប់ហើយអានេះគឺជារឿងដែលយើងគួរគិតណាហើយតាមពិតជួយសម្រួលក្រុមតកង់ឡានហ្នឹងទេសម្រាប់ទៅញ៉ាំកាហ្វេជ្រៀងការ៉ាអូខេខ្លះកងតាក់ខ្លះចាក់ថ្មិញញ៉ាំកាទៀវអីនឹងក្រោយទៅហេតុអីក៏យើងក៏បដូរផ្ដាច់អីមម្លេះហេតុអីបានជាយើងគិតថាអ្នកផ្សេងទៀតនឹងបើកឡាននឹងមិនបានហេតុអីខ្ញុំសួរដល់ឆ្ងល់តើយើងអាងអីដែលគេផ្សេងទៀតបើកមិនកើតនៅពេលដែលយើងបើកលែងទៅមុខចង់រួចហើយហ្នឹងគឺឡាននឹងរេយើងងុយងុកយើងអស់កម្លាំងយើងអីប៉ុន្តែនៅតែក្រុមខ្លួនហ្នឹងនៅត្រូវតែធ្វើអញ្ចឹងអ្នកដតីទៀតមានបានបើកបរអីក៏ដោយមិនឲ្យបើកមានបានបើកបរហើយមានបានបើកបររថយន្តក្រុងហ្នឹងទៀតយើងអត់ឲ្យបើកគឺយើងត្រូវតែបើកតែខ្លួនឯងឲ្យយ៉ាងម៉េចអានេះហាខ្ញុំជឿថាពីហ្នឹងឯងដែលធ្វើឲ្យប្រជាពលរដ្ឋរងកម្មឥឡូវយើងចាំមើលទៅតើរឿងហ្នឹងយ៉ាងម៉េចក្រសួងយុតិធធក៏អញ្ចឹងដែរប្រជាពលរដ្ឋរិះគន់ថាគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សហ្នឹងច្បាប់យើងនៅធូរបើច្បាប់ដាក់ទោសពួកក្រៅច្បាប់ដោយពួកប្រឆាំងអីហ្នឹងគឺដាក់មកជីវិតអីក៏បានដែរកាយច្បាប់កាយរដ្ឋធម្មនុញ្ញលឿនមែនតើប៉ុន្តែកាយច្បាប់មួយតាក់ទងនឹងរឿងដាក់ទោសអ្នកបុកមនុស្សស្លាប់ឲ្យធ្ងន់ជាងនេះអត់ទេមានអ្នកបញ្ចេញមតិតាមបណ្ដាញសង្គមលោកឈ្មោះកណនីឈ្មោះម៉ៅសុផាហ្នឹងក៏ថាឆ្ងល់ក្រសួងយុតិធធកាយរដ្ឋធម្មនុញ្ញក្បាច់ច្បាប់កម្ពុជាឲ្យលឿនដូចព្យុះអញ្ចឹងសឹងតែស្មើនឹងហូបបាយមួយចានគឺវាលឿនពេកចុះត្រឹមកាយច្បាប់ចរាចរណ៍តែ1ឬ2មាត្រាសោះដើម្បីបង្កើនទម្ងន់ទោសលើអ្នកបុកគេស្លាប់ឬរបួសហេតុអីបានជាយូរដល់ថ្នាក់នេះមើលទៅដូចទ្រង់លំបាកខ្លាំងម្ល៉េះបាទបងប្អូនយើងដឹងហើយច្បាប់ចរាចរណ៍របស់យើងនឹងការដាក់ទោសទណ្ឌនឹងមែនតើទៅគឺវានៅមានកម្រិតត្រឹម3ឆ្នាំស្លាប់គេនឹងគឺ5ឆ្នាំអីចឹងណាលោកកាត់រដ្ឋមន្ត្រីក្រសួងយុតិធធធ្លាប់លើកឡើងអំពីការដែលស្ទុះស្ទាយរឿងហ្នឹងប៉ុន្តែបងប្អូនអាចច្បាប់អញ្ចេះអីលុះខ្សៃមិនដឹងកាលទេប៉ុន្តែបើច្បាប់មិនជឿសាកដកសញ្ជាតិរបស់ក្រមប្រឆាំងមើលធ្វើ2យប់ទេយូរ2យប់24ម៉ោងជួយការអត់សម្រានទៀតឬក៏ដាក់ក្រុមណាជាក្រុមឧទាមក្រុមណាឬក៏ច្បាប់ហាមសិទ្ធិបោះឆ្នោតអ្នកនយោបាយដែលមិនទៅបោះឆ្នោតមិនអោយបោះឆ្នោតបានមួយអាណត្តិក្រោយទៀតឬក៏រំលាយគណៈបកនេះអ្នកណាជាប់ពាក់ព័ន្ធនឹងតនដិតគណៈបកហ្នឹងត្រូវតែរំលាយចោលអីអូអាហ្នឹងធ្វើតែ24ម៉ោងឯងច្បាប់ដាក់ថាអ្នកណាមិនចាត់ទុករបបខ្មែរក្រហមជារបបបល័យពូជសាសន៍ឬក៏ស្អីណានោះច្បាប់អញ្ចឹងធ្វើចេញតែអត់ត្រូវការធ្វើសោះធ្វើកើតហើយលឿនទៀតប៉ុន្តែអាច្បាប់ប្រឆាំងអំពើពុករលួយតឡាការឯករាជ្យយុតិធធសង្គមស្អីផ្សេងហ្នឹងហូយដូចអូស័យប្រជាចង់អញ្ចឹងបាទតែយ៉ាងណាបងប្អូនខ្ញុំស្លេះរឿងខ្មែរយើងប៉ុណ្្នឹងឯងនិយាយទៅបងប្អូនចេះតែឈឺតែចាប់ប៉ុន្តែឃើញថាខំដែរដូចខ្ញុំនិយាយអញ្ចឹងខំបាច់កាមប្រច្រាស់ខ្យល់ចៅទូកប្រច្រាស់ទឹកឥឡូវនេះគឺយើងកំពុងតែបារម្ភយើងសង្ឃឹមរដ្ឋឥឡូវនិយាយពីរឿងព្រំដែនខ្មែរថៃវិញរឿងជារឿងអាយុជីវិតរបស់ជាតិរបស់យើងថៃគេរៀបចំគណៈរដ្ឋមន្ត្រីថ្មីឥឡូវចេញជាផ្លូវការហើយបានហើយលោកអនុទិនច័ន្ទវរៈគុលគឺជានាយករដ្ឋមន្ត្រីផងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃផងគណៈរដ្ឋមន្ត្រីថ្មីគាត់ណាគាត់មានងារមានទីបជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយគណៈរដ្ឋមន្ត្រីគាត់យើងដឹងហើយគឺមានការរុះរើខ្លះដែរប៉ុន្តែអត់មានអីប្លែកទេលោកស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសរបស់ថៃកាលពីបដោះអាសន្នហ្នឹងឥឡូវនេះគឺនៅតែជារដ្ឋមន្ត្រីការបរទេសដដែលហើយជាអនុរដ្ឋមន្ត្រីផងហើយអ្នកដែលកាន់តំណែងធំនៅជួរគណៈរដ្ឋមន្ត្រីហ្នឹងក៏មានក្មួយរបស់លោកថាក់ស៊ីនដែរ
ក្មួយរបស់លោក Thaksin ហ្នឹងគឺបានកាន់ការងារជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រនិងនិវានុវត្តន៍គឺការច្នៃប្រឌិតថ្មីអីអញ្ចឹងទៅគឺផ្នែកអប់រំបាទប៉ុន្តែអ្វីដែលកត់សម្គាល់គឺថៃដូរគណៈរដ្ឋមន្ត្រីនេះគឺដូររដ្ឋមន្ត្រីក្រសួងការពារជាតិហើយរដ្ឋមន្ត្រីក្រសួងការពារជាតិនេះដូរលោកណាត់តភុងណាផានិចចេញបងប្អូនតាមពិតលោកណាត់តភុងណាផានិចជាកូតារបស់គណៈបកភឿថៃទេពីដំបូងមកពីជំនាន់អ្នកស្រីបថងឋានទេណាក៏ប៉ុន្តែនៅពេលដែលភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលឡើងមកបានជានាយករដ្ឋមន្ត្រីបដោះអាសន្នពេលដែលឆ្លោះគ្នាជាមួយខ្មែរហ្នឹងទៅក៏នឹកឃើញលោកណាត់តភុងណាផានិចហ្នឹងធ្លាប់សម្របសម្រួលបញ្ហាព្រំដែនក៏នៅឲ្យជាប់រហូតតតែមកចុះហត្ថលេខាជាមួយលោកទាសីហាបានដីខ្មែររាប់សិបកន្លែងហ្នឹងអាហ្នឹងលោកណាត់តភុងដែរក៏ប៉ុន្តែដោយសារកូតារបស់គណៈបកភឿថៃឥឡូវនេះគណៈបកភូមិចៃថៃគេសម្រេចដូរលោកណាត់តភុងណាផានិចទៅជាអ្នកថ្មីគឺផ្កាយ3ជាឧត្តមសេនីយ៍ឯកមួយផ្កាយ3ថ្មីតើជាអ្នកណាខ្ញុំនឹងពន្យល់ព័ត៌មាននេះបន្តិចហើយរឿងដែលសំខាន់គឺអ្នកដែលឡើងថ្មីនេះជំនួសលោកណាត់តភុងណាផានិចនេះណាគឺមែនតែនទៅគឺប្រវត្តិសាស្ត្រថៃនៅក្នុងនយោបាយក្របខ័ណ្ឌនៃរដ្ឋមន្ត្រីក្រសួងការពារជាតិមិនដែលមានឋានៈទាបដូចអញ្ចឹងទេតែហេតុអីបានលោកអនុទិនច័ន្ទវរៈគុលយកគាត់មកធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសឲ្យលោកណាត់តភុងព្រោះផ្កាយ3ជាទូទៅអត់ដែលមានទេនៅក្នុងទូនីតិរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ុន្តែសុកចិត្តយកផ្កាយ3នេះដោយសារតែគាត់មានទំនាក់ទំនងនៅខេត្តបុរីរាមย์ហើយធ្លាប់ដោះស្រាយបញ្ហាតាំងពីប្រាសាទព្រះវិហារមកម្លេះគឺបានន័យថាជាមេបញ្ជាការទ័ពមួយនៅក្នុងតំបន់ហ្នឹងដែលសស្រាក់សស្រាំក្នុងរឿងព្រំដែនហើយលោកអនុទិនហ្នឹងក៏ធ្លាប់ជាមិត្តរួមថ្នាក់ជាមួយនឹងលោកឧត្តមសេនីយ៍ឯករូបនេះដែលជំនួសថ្មីនេះគឺមកចូលកាន់តំណែងដើម្បីការពារជាតិហ្នឹងគឺបានន័យថាជាអ្នកដែលពុះពៀបដូរផ្ដាច់រឿងឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជានឹងដែរឃើញទេយកអ្នកក្រសួងការពារជាតិហ្នឹងយកមកសុទ្ធតែអ្នកអត់អាចចរចាគ្នាបានហ្មងយកមកគឺអ្នកដែលវាយងាប់ក៏នៅតែរក្សាដីដែលរក្សាបានពេលវាយយកពីខ្មែរបានហ្នឹងណាហានេះហើយគឺជារឿងរកម្មចិត្តសម្រាប់យើងបន្តទៀតហើយគឺអឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីនេះឈ្មោះលោកអាដុលប៊ុនថាំចរិនអាដុលប៊ុនថាំចរិននេះគឺដូចខ្ញុំនិយាយចឹងគឺគាត់ត្រឹមផ្កាយ3ទេប៉ុន្តែធ្លាប់ជាតាហ៊ានចូលនិវត្តន៍ទៅហើយវាធ្លាប់ធ្វើការងារជាមេបញ្ជាការនៅភូមិភាគ2អីហ្នឹងតំបន់សឹកដែលក្តៅកគុកនៅជាប់ព្រំដែនខ្មែរថៃហ្នឹងគឺធ្លាប់សកម្មនេះប៉ុន្តែលោកអាយុ60ឆ្នាំជាងហើយដូច្នេះរឿងដែលសំខាន់ដែលខ្ញុំចង់ពន្យល់ត្រួសនេះគឺចង់និយាយថាលោកអនុទិនច័ន្ទវរៈគុលអត់បានរុះរើគណៈរដ្ឋមន្ត្រីគាត់ច្រើនកែប្រែគោលនយោបាយយោធាអីទេគឺប្រឹងពង្រឹងដើម្បីឲ្យមានមនុស្សណាដែលអាចនឹងដណ្ដើមដីខ្មែរបានហើយនៅកក្រាញនានាលចឹងយកលោកអាប់ឌុលប៊ុនថាមចរិននេះយកមកដាក់ហ្នឹងគឺត្រូវហើយត្រូវនេះគឺជាកម្មរបស់កម្ពុជាទៀតហើយព្រោះអីយើងអាចនឹងទៅចរចាជាមួយអ្នកដែលទិញតែចាំតែយកដីខ្មែរនឹងបានទេរកម្មចិត្តមែនតើបងប្អូនប៉ុន្តែធ្វើម៉េចឥឡូវយើងវាអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិយើងសង្ឃឹមថាថៃមានគណៈរដ្ឋមន្ត្រីថ្មីហើយនឹងបើកគណៈកម្មការ JBC នឹងដោះស្រាយបញ្ហាព្រំដែនណាសង្ឃឹមភ្លើងយ៉ាហើយតែចរចាទ្វេភាគីនឹងអាគណៈកម្មការនឹងមកវិញហ្នឹងគឺថៃនឹងប្រើផែនទីខ្នាត1 លើ 50,000 ដដែលហើយមនុស្សទាំងអស់នេះដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីហ្នឹងក៏ជាអ្នកដែលចង់លេបទឹកដីខ្មែរដែរដូច្នេះវាអត់មានដំណោះស្រាយអីធូរទេបើធូរលោកអនុទិនមិនអាចយកអញ្ចឹងហើយលោកចាំណាលោកអនុទិនជាប់ឆ្នោតក៏ដោយសារតែតឹងរឿងព្រំដែននឹងដែរបើសិនជាបធូគឺគាត់នឹងធ្លាក់គឺប្រជាពលរដ្ឋថៃធ្វើបាតកម្មពេញទឹកពេញដីដូច្នេះរឿងនេះបើអត់ទៅតុលាការយុតិធធអន្តរជាតិនិងព្រំតនអន្តរជាតិទេកុំសង្ឃឹមបានដីខ្មែរពីថៃមកវិញអានេះហើយដែលជារឿងដែលខ្ញុំចង់និយាយថាហ៊ានភ្នាល់ដាក់ជីវិតហ្នឹងគឺបើយើងនៅធ្វើអញ្ចឹងដដែលគឺយើងអត់បានដីនឹងវិញទេហើយកុំទៅបាច់ស្អំចិត្តប្រជាពលរដ្ឋថាយើងមិនបោះបង់ចោលការតស៊ូតវ៉ាទាមទារតាមផ្លូវជាតិអន្តរជាតិឃើញហើយតាការទូតដដែលហ្នឹងក៏ប៉ុន្តែសំខាន់គឺអត់ដាក់ប្តឹងគេហើយឥឡូវគេរើសមនុស្សយកមកដើម្បីកាងការពារហើយថ្ងៃនេះទៀតពេលដែលគេកាងការពារថៃបញ្ជូនទ័ពមកសមរភូមិមុខបន្ថែមណាបើខ្មែរធ្វើវិញណាខ្ញុំជឿថាអូងាប់ឲ្យថៃរករឿងយើងងាប់
ព្រោះអីយើងថាយើងបង្កើនទ័ពនៅឯតំបន់ព្រំដែនខុសនឹងប័ណ្ណឈប់បាញ់ឆ្នាំ2025ថ្ងៃ27ខែធ្នូប៉ុន្តែថៃបញ្ជូនទ័ពមកគេអត់ខ្វល់គេថាហ្នឹងដើម្បីទប់ស្ថានភាពកុំឲ្យវាដាបជាងសប្ថ្ងៃដាបខ្លួនឯងមកទន្ទ្រានឈ្លានពានស្រេចចិត្តដាក់កុងតឺន័រដាក់បន្លាលួសថែមទ័ពកម្ពុជាគ្រាន់ប្រហោះដ្រូនអីមួយរហរឿងចង់ងាប់គាត់តែជីកលេនដ្ឋានអីបន្តិចបន្តួចផ្ទុះគ្រាប់អីបន្តិចបន្តួចររឿងខ្មែរចង់ងាប់ប៉ុន្តែបើគេវិញខុសអាគោលការណ៍ខុសអីក៏អត់ជីកហើយយើងនៅតែអញ្ចឹងយើងនៅតែស្អំយើងនៅតែមិនររឿងថៃបើថៃររឿងយើងគ្រប់ពេលសហគមន៍អន្តរជាតិឲ្យតែយើងកម្រើកអីផ្ទុះមីនដុតសម្រាមក៏ថាខ្មែរខុសស្អីស្អីជឿខ្មែរខុសរហូតប៉ុន្តែថៃឈ្លានពានយ៉ាងម៉េចសហគមន៍អន្តរជាតិអត់ដឹងដោយសារតែសហគមន៍អន្តរជាតិលំអៀងទៅខាងថៃព្រោះយើងខ្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាអាហ្នឹងជាកម្មរបស់យើងទៀតនៅពេលដែលឆ្លោះគ្នាជាមួយថៃអត់មានប្រព័ន្ធផ្សព្វផ្សាយសោះយើងបំផ្លាញខ្ទេចខ្ទីអស់ហ៎ព្រោះអាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហ្នឹងវាជាឆ្អឹងនឹងតតឹងកនឹងពួកកាន់អំណាចសប្ងៃហ្នឹងតើមានប្រព័ន្ធឯករាជ្យអំពើពុករលួយក៏អាចប្រព្រឹត្តបានស្រួលអាការដែលបពពួកនិយមក៏អាចទៅធ្វើបាការរំលាយសិទ្ធិមនុស្សប្រជាធិបតេយ្យគឺវារកម្មចិត្តរំលោភដីធ្លីអីគឺធ្វើទៅវាអត់បានស្រួលដល់អញ្ចឹងទៅរំលាយអាសារព័ត៌មានឯករាជ្យហ្នឹងឲ្យអស់ដើម្បីកាងអំណាចគ្រប់គ្រងដើម្បីបន្លប់កុំឲ្យប្រជាពលរដ្ឋដឹងព័ត៌មានពិតស្ដាប់តែក្រុមអាម៉ៃអាថោងដែលម៉ាយកទៅសងហ្នឹងទៅអាជ័យធ្លាក់ទឹកហើយអើអញ្ចឹងទៅអញ្ចឹងអ្វីៗដូចប្រសើររហូតដល់តែពេលមានរឿងជាមួយថៃបានដឹងថាជាតិយើងគឺអត់មានសារព័ត៌មានឯករាជ្យដើម្បីទប់គេសោះហើយដល់ឥឡូវនិយាយអីក៏គេមិនជឿព្រោះវាអត់មានអាផ្ទៃក្នុងយើងទៅប្រាប់គេឲ្យជឿអញ្ចឹងទៅថៃគឺទាំងយោធាទាំងសេដ្ឋកិច្ចទាំងព័ត៌មានថៃវាយគ្របយើងទាំងអស់តើយើងនៅអីគេទៀតបងប្អូនអញ្ចឹងបានថានៅតែតឡាការអន្តរជាតិអត់បាច់ទៅផ្សព្វផ្សាយអត់បាច់ទៅយកព័ត៌មានអត់បាច់អីទៀតទេបានហើយភ័ស្តុតាងហ្នឹងគឺដាក់ទៅតឡាការយុទ្ធធរអន្តរជាតិបានតែយើងអត់ធ្វើទៅទៀតបាទឥឡូវថៃហ្នឹងហើយខាងយោធាជើងទឹកថៃហ្នឹងក៏គេតវ៉ាប៉ុន្តែរឿងមួយទៀតដែលគួរឲ្យចម្លែកថ្ងៃនេះគឺយោធាថៃចំនួន17នាក់តាក់ទងជាមួយនឹងកងម៉ារីនកងនាវារបស់ថៃនៅច្រកថ្មដាហ្នឹងគឺគេប្រទេសតំណែងដោយទាំងមន្ត្រីជាន់ខ្ពស់មេបញ្ជាការសហ5ម្នាក់នៅហ្នឹងគឺដកចេញផ្ទេរទៅកន្លែងថ្មីឲ្យទៅកាន់ខាងសកម្មភាពកម្ចាត់មីនឯណាទៅវិញដោយ7-10នាក់ទាំងអស់ដោយសារតែក្រោយពីចំនួនទាស់មាត់សម្ដីគ្នាជាមួយនឹងទាហានខ្មែរយើងនៅច្រកថ្មដាយើងឃើញណាច្អល់ទៅច្អល់មកអីអញ្ចឹងកំហុកដាក់គ្នាអញ្ចឹងយើងមែនតើយើងអាប់អោនកិត្តិយសជាតិយើងមែនតើតកតនឹងទាហានឲ្យទាហានថៃមកច្អល់មកភ្ជុងអីយើងបានពីលើទូកុងតឺន័រជាមួយពួក MMO ដែលថាដឹកលិមួកយកមកហោស្រោចលើខ្មែរអីហ្នឹងចំផ្លាំងឯណាប៉ុន្តែអ្វីដែលថៃធ្វើនេះគឺសារព័ត៌មានថៃថាប្រហែលជាអាចមានបញ្ហាអឺវិន័យរបស់ទាហានថៃអីហ្នឹងដែលពាក់ព័ន្ធនឹងឆ្លោះទាស់តែងគ្នាជាមួយទាហានខ្មែរផងបានជាផ្ទេរមុខតំណែងទាំង17នាក់ចេញពីច្រកថ្មដាក៏ប៉ុន្តែផ្ទុយទៅវិញមន្ត្រីយោធាថៃបានលើកឡើងថាមិនមែនទេអានេះគឺជាការផ្ទេរតួនាទីជាប្រពៃណីទំនៀមទម្លាប់របស់យោធាអញ្ចឹងគេមានផ្លាស់វេនអីអញ្ចឹងណាប៉ុន្តែសារព័ត៌មានថៃក៏នៅតែគិតថាប្រហែលជាដកដោយសារប៉ះទង្គិចមាត់គ្នាអញ្ចឹងប៉ុន្តែបងប្អូនយ៉ាងណារឿងផ្ទេរភារកិច្ចរឿងអីប៉ុន្តែថៃគេបានធ្វើឲ្យគឺមើងងាយយើងយ៉ាងសម្បើមប៉ុន្តែយ៉ាងណាបងប្អូនយើងបន្តទៅទៀតយើងមើលតាមដានសកម្មភាពនឹងតទៅទៀតថៃដូរអ្នកណាមកក៏អត់មានប្លែកអីដែរព្រោះសុទ្ធតែជាមនុស្សដែលចង់បានដីខ្មែរទាំងអស់គ្នាឥឡូវនេះគឺចូលដល់ព័ត៌មានព័ត៌មានច្រើនមែនតើផ្សាយមកអស់ទេបងប្អូនដោយសារពេលវេលាខ្លីម្សិលមិញខ្ញុំនឹងជម្រាបជូននៅរាត្រីស្អែកទៀតសាលាធរភ្នំពេញតម្កល់ការផ្ដន់ទាទោសនិងដកហូតសិទ្ធិធ្វើនយោបាយរបស់លោករងឈុនឃើញនៅបងប្អូនអាស្រុកទេសចលាចលដល់ពេលណាក៏ដោយសិតតែបង្រួមជាតិសាមគ្គីជាតិយូសំបីតែលោករងឈុនមួយដែលជាអ្នកនយោបាយដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ដែលមានច្បាប់ណានៅលើពិភពលោកដែលទៅធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្លួនឯងអត់ឲ្យធ្វើនយោបាយចោះខ្លាចអីក៏ខ្លាចយ៉ាងនេះអស់លោកមានប្រព័ន្ធផ្សព្វផ្សាយតឡាការយោធាអាមីអាថោងខុសសនិកនិយាយទៅស្អីគ្រប់យ៉ាងជារបស់ខ្លួនអស់ហើយមកខ្លាចលោករងឈុនហើយទៅចោទថាគាត់ប្រព្រឹត្តបទល្មើសអ្នកណាក៏ដឹងដែរថាជារឿងនយោបាយ
សាលាធរភ្នំពេញសម្រាប់តម្កល់សាលក្រមសាលាដំបងរាជធានីភ្នំពេញផ្ដន្ទាទោសលោករងឈុនពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែលប្រព្រឹត្តកាលពីខែឧសភាឆ្នាំ2025សាលាធរភ្នំពេញបានបន្ថែមការផ្ដន្ទាទោសលើលោករងឈុនទៀតដោយដកហូតសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ហ្មងតាមបទបញ្ញត្តិមាត្រាប្លាអញ្ចឹងទៅដកសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍សហគមន៍អន្តរជាតិគេស្ដាប់មកហ្នឹងគឺថាយើងហ្នឹងគឺជាប្រទេសអាក្រក់មែនតើចាប់មេដឹកនាំគណៈបកប្រឆាំងដាក់គុកដោយលោកកឹមសុខា27ឆ្នាំអត់ឲ្យធ្វើសិទ្ធិនយោបាយឥឡូវមកសល់លោករងឈុនអីបន្តិចបន្តួចអស់ហើយចុងក្រោយគេដូចលោករងឈុនហ្នឹងដូចជាមនុស្សនយោបាយចុងក្រោយគេទៀតដាក់កាត់ដៃកាត់ជើងអត់ឲ្យធ្វើនយោបាយទៀតតែយើងចង់បានអីឲ្យប្រកាសខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាអស់លោកខ្លាចសម្ោលខ្លួនឯងម្លេះលោករងឈុនមានតែខោមកចកេះហ្នឹងហើយយើងមានស្អីគ្រប់យ៉ាងមានតឡាការមានប៉ូលីសមាន PM មានប្រព័ន្ធផ្សព្វផ្សាយមានអូស្អីទេទៅខ្លាចលោករងឈុនម្នាក់ឯងរត់តែផ្ទះនៅអត់បាននេះគឺជាចំណុចខ្សោយបំផុតរបស់រដ្ឋាភិបាលកម្ពុជានិងក្រុមអ្នកដឹកនាំកាន់អំណាចឲ្យទទួលស្គាល់ការពិតថាយើងអត់ខ្លាចការប្រកួតលើរិញទេយើងអត់ហ៊ានវាយគីឡូស្មើគ្នាទេយើងចង់តែដោះកង់បោចសក់យើងចង់បន្លំយើងចង់លួចចាក់លួចធាក់លួចបិទភ្លើងភ្ជង់អាញាកណ្ដាលភ្ជង់ទាំងអ្នកហូទៀតហើយទៅតាំងមកថាអស់ចាយើងឈ្នះហើយស្រុកនេះមានសន្តិភាពហើយអរគុណសន្តិភាពអរគុណសន្តិភាពអំពើអយុត្តិធម៌សង្គមបែបនេះតើប្រជាពលរដ្ឋលេបចូលទេអញ្ចឹងបានថាអឺយើងមិនដឹងយ៉ាងម៉េចទេបងប្អូនខ្ញុំអានេះគឺជាវិញ្ញាសាសម្រាប់អាជ្ញាធរយកទៅដោះស្រាយខ្លួនឯងទៅហើយគាត់ថាខ្ញុំថាបើយើងធ្វើឲ្យប្រជាពលរដ្ឋកាន់តែឈឺចាប់រឿងអំពើអយុត្តិធម៌សង្គមនេះគឺវាមិនអាចនាំឲ្យមានស្រុកមានសុខសន្តិភាពទេព្រោះប្រជាពលរដ្ឋនឹងក្តៅក្រហាយអាជ្ញាធរគឺនឹងដោះស្រាយធ្វើតែអញ្ចឹងរើសតែដុំថ្មចោលឆ្កែហ្នឹងមិនបាច់ទៅដោះស្រាយរឿងព្រំដែនជាតិអីឯណាចាញ់ទៀតទេព្រោះខ្មែរយើងវាបែកបាក់អញ្ចឹងអត់មូលមាត់គ្នាហើយកុំទៅជឿថ្នាក់ដឹកនាំណាមកនិយាយព្រោះព្រមសាមគ្គីអីវាជាភាសាប្រជាពិធប្រជាប្រដ្ឋលែងជឿអស់ហើយហ្នឹងសូម្បីតែរឿងគ្រោះថ្នាក់ចរាចរណ៍និយាយស្អីកោកសឹកមាត់តដោកឆ្អែតតពោះកបីឲ្យតែនិយាយរឿងសឹកមាត់តដោកហ្នឹងគឺអាជ្ញាធររដ្ឋបាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់ហ្នឹងប្រឹងបកស្រាយការពារខ្លួនរឿងប្រើតដោកក្នុងយុគសម័យ Digital សរសេរ Facebook នឹងមកខំប្រឹងបកស្រាយថាការប្រើតដោកហ្នឹងគឺត្រឹមត្រូវហើយវាផ្សំគ្នានឹងបច្ចេកវិទ្យាទំនើបសម័យ Digital រហូតតតែដាក់ឈ្មោះថាតដោកការគោះត្រដោក Digital សម័យគេដើរដល់ឋានប្រច័នអស់ហើយ AI គេលែងចាប់ផ្ដើមច្រៀងយក AI មកច្រៀងធ្វើភ្លេងតន្ត្រីអីរួយយើងនៅប្រើតដោកហើយទៅមកការពារខ្លួនថាតដោកហ្នឹងគឺដើម្បីការពារសុវត្ថិភាពភូមិវាមិនអីទេដើម្បីការពារបេតិកភណ្ឌវប្បធម៌កម្ពុជាល្អហើយប្រើប្រាស់នៅក្នុងការសម្ដែងប៉ុន្តែប្រើប្រាស់នៅក្នុងការហៅប៉ូលីសដើម្បីឲ្យទៅចាប់ចោលគោះទៅដោកប្រមាណទៅដោកតម្រាំចាប់ចោលបានចោះទូរស័ព្ទមួយរឿងលើកមកយើងត្រូវពង្រឹងសេវាទូរស័ព្ទឲ្យនៅក្នុងភូមិហ្នឹងវាត្រូវតែមានប្រជាពលរដ្ឋប្រជាការពារភូមិហ្នឹងចែកទូរស័ព្ទឲ្យគ្នាជួយម្នាក់មួយគ្រឿងចឹងដើម្បីដោះស្រាយអីចឹងទៅគាត់ថាមកពីចុងកាត់មាត់ញោកវាគ្មានប្រព័ន្ធទូរស័ព្ទអញ្ចឹងបានន័យថាប្រទេសកម្ពុជាម៉ោងហ្នឹងនៅមានចុងកាត់មាត់ញោកឯងគេថាអភិវឌ្ឍគ្រប់ទីកន្លែងហើយកន្លែងណាក៏មានភ្លើងកន្លែងណាក៏មានសេវាទូរស័ព្ទសេវាទូរស័ព្ទហ្នឹងប្រើប្រព័ន្ធសេរ៉ាឡៃតាប្រព័ន្ធផ្កាយរណបទៅនៅក្នុងរូងក្តីរូងក្តាមណាក៏តែមានទូរស័ព្ទតែអញ្ចឹងបើថាវាពិបាកដែរហើយអត់ឃើញចំណាយពេលវេលាមកអង្គុយបកស្រាយពេលប្រជាប្រដ្ឋរិះគន់រឿងតដោកហ្នឹងគេបរមាណូអស់ហើយវៀតណាមថៃគេបញ្ជូនយានអវកាសអីទៅឋានណាអស់ហើយយើងមកនៅគោះតដោកហើយដល់ពេលគេរិះគន់យើងថាអាហ្នឹងត្រូវតែធ្វើព្រោះជនបទដាច់ស្រយាលបានហើយវាមិនអីទេថែរក្សាអភិវឌ្ឍអភិរក្សគេដំណើរដូនតានណាក៏ចង់ដែរប៉ុន្តែកុំឲ្យអាការអភិរក្សគេដំណើរហ្នឹងមកយកធ្វើជារឿងធំថាមានការអីតតែនាំគ្នាគោះទៅដោកដំបូងខ្ញុំគ្រាន់តែថាធ្វើដូចជាសារៈមន្ទីរឬក៏ការប្រឹករំលឹកខ្មែរឲ្យយល់ថាតដោកហ្នឹងជាអីដូចថាការសំដែងអញ្ចឹងសិល្បៈអីចឹងប៉ុន្តែនេះមិនមែនជាការសំដែងនេះយកធ្វើមែនតែនហើយដល់ពេលគេរិះគន់អូមកវែងឆ្ងាយអីណាចំណាយពេលវេលាបញ្យលខាតពេលអញ្ចឹងទៅក្រុមអាជ្ញាធរស្រុកកណ្ដៀងខេត្តពោធិ៍សាត់ហ្នឹងយើងគេហៅថាយើងអត់ប្រយោជន៍ណាឥឡូវពលរដ្ឋរឿងរងគ្រោះដីធ្លីនៅឯខេត្តព្រះវិហារឯណោះ
ហើយគេរកដេញផ្ទះសម្បែងទៀតហើយប្រឈមនឹងការបណ្ដេញថៃដេញយើងឥឡូវខ្មែរដេញគ្នាឯងដែរពលរដ្ឋប្រមាណ100នាក់មកពីស្រុកចំនួន2ខេត្តព្រះវិហារឡើងមកជួបជុំគ្នានៅភ្នំពេញថ្ងៃនេះដើម្បីដាក់ញត្តិទៅកាន់ខុទ្ទកាល័យរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបន្ទាប់ពីរដ្ឋបាលខេត្តព្រះវិហារចេញលិខិតជូនដំណឹងដល់ពលរដ្ឋបង្គាប់ឲ្យចេញក្នុងរយៈពេល15ថ្ងៃរហូតដល់ពាក់កណ្ដាលខែមេសាឆ្នាំ2026នេះបាទយោងតាមប្រជាពលរដ្ឋមានប្រជាពលរដ្ឋប្រមាណ500គ្រួសារមានដីស្រែចម្ការត្រូវបានរដ្ឋបាលផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឲ្យក្រុមហ៊ុនChina Great Coast Investment ក្នុងទំហំដី5980ហិកតាស្រុករវៀងនៅស្រុកសង្គមថ្មីក្នុងឆ្នាំ2012ហើយកាលពីឆ្នាំមុនហ្នឹងពលរដ្ឋធ្វើស្រែចម្ការនៅលើដីទាំងនេះបានដោយអត់មានបញ្ហាអីសោះរហូតដល់ពេលតំណាងក្រុមហ៊ុននិងអាជ្ញាធរចាប់ផ្ដើមប្រមូលព័ត៌មានការប្រើប្រាស់ដីនោះស្រាប់តែនាំឲ្យមានការជួលដំណឹងកាលពីសប្តាហ៍មុនបង្គាប់ឲ្យពួកគាត់ចេញបាទនេះគឺជាអត្ថបទពីអង្គការលីកាដូទេបើអត់មានលីកាដូហ្នឹងព័ត៌មានក្នុងស្រុកហ្នឹងក៏តែពិបាកបាទឥឡូវចប់ហើយឥឡូវនៅសល់ព័ត៌មាន2ចុងក្រោយពេលវេលាខ្លីមែនតើតាក់ទងនឹងលោក Zelensky មេដឹកនាំអ៊ុយក្រែនបបួលរុស្ស៊ីឲ្យឈប់បាញ់គ្នាពី3ថ្ងៃសិនដើម្បីប្រារព្ធពិធីបុណ្យ Easter បាទ Easter ហ្នឹងគឺជាពិធីបុណ្យអ្នកកាន់សាសនាគ្រិស្តបងប្អូនដឹងហើយណាគឺជាការរស់រានឡើងវិញនៃជីវិតរបស់ព្រះយេស៊ូវដើម្បីមកប្រោសសត្វបាទអញ្ចឹងគឺ Easter ហ្នឹងវាត្រូវថ្ងៃទី5ខែមេសាថ្ងៃអាទិត្យហ្នឹងជាទូទៅគេប្រពៃគេមានសុទ្ធមានអីគឺគេដូចថាជាការប្រសូតការរស់រានឡើងវិញអីខាងសាសនាខាងគ្រឹះហ្នឹងបងប្អូនខាងគ្រីស្ទានបងប្អូនដឹងហើយខ្ញុំមិនស៊ីជម្រៅរឿងនេះប្រហែលគ្រាន់តែបញ្យល់ឲ្យដឹងតែលោក Zelensky ថាបបួលរុស្ស៊ីថាឥឡូវផ្អាកសិនទៅហើយបាញ់គ្នាហ្នឹងជាទូទៅគេគួរផ្អាកជាអចិន្ត្រៃយ៍ប៉ុន្តែលោក Zelensky ថាអត់អីទេផ្អាកមួយរយៈដើម្បីឲ្យបងប្អូនប្រារព្ធពិធីនឹងជុំគ្នាសិនទៅកុំបាញ់គ្នាទៀតប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងអ៊ុយក្រែនបានប្រាប់ថាអត់មានប័ណ្ណឈប់បាញ់ណាមួយជាអចិន្ត្រៃយ៍ទេលើកលែងតែរុស្ស៊ីដកទ័ពចេញពីតំបន់ Donbas ឬក៏ចេញទាំងអស់គឺអត់មានចរចាអីទាំងអស់បើអត់ដកទេហើយឥឡូវនេះណាអ៊ុយក្រែនណាមានឥទ្ធិពលខ្លាំងរហូតដល់ផលិត drone ទៅទម្លាក់គ្រាប់នៅតាមរោងចក្រផលិតអគ្គិសនីរបស់រុស្ស៊ីឥឡូវកុនធំការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី